គាត់អត់ល្អទេគាត់បែកបាក់គាត់អត់មានគ្រួសារហើយគាត់មានតែកូនហើយគាត់អត់មានលុយកាក់ទេហ៊ានទ្រព្យសម្បត្តិអីទេទៅណាក៏ទៅពងតែមើលរូបអត់យល់គាត់សួរថាទុកឱកាសហើយនៅតែអត់កែទៀតសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរខ្ញុំទទួលបានរឿងរ៉ាវដ៏ឈឺចាប់ខ្លោចផ្សាពិបាកទទួលយកមែនតើក្នុងចាក់ជីវិតរបស់គាត់ណាហើយបងប្រុសគាត់មិនសុំបញ្ចេញឈ្មោះទេអញ្ចឹងខ្ញុំសុំហៅគាត់ថាបងហួរចាស់ឲ្យងាយស្រួលហៅអញ្ចឹងណាបងប្អូនគាត់ជាមនុស្សប្រុសម្នាក់ដែលស្រឡាញ់ងប់នឹងការងារចូលចិត្តការរៀនសូត្រហើយគាត់មកពីខេត្តបែរថាគាត់ជាកូនអ្នកស្រែកសិករធម្មតាតែគាត់តស៊ូបានមករៀននៅភ្នំពេញរហូតដល់គាត់បានធ្វើការហើយការងាររបស់គាត់ហ្នឹងគាត់បានប្រាប់ថាការងារគាត់ធ្វើនៅលើទូកទេសចរអញ្ចឹងទៅណាបងប្អូនអញ្ចឹងគាត់ក៏បានធ្វើការបានរៀងគួសមដែរបានសំលុយខ្លះដែរដល់ពេលហើយគាត់ក៏បានមានចិត្តគេហៅថាមនុស្សម្នាក់តែងតែមានក្តីស្រឡាញ់ទៅឬក៏ឥឡូវគេហៅថាក្រាស់គាត់លួចស្រឡាញ់ទៅមនុស្សស្រីម្នាក់ហើយគាត់ក៏បានសារភាពទៅគេយប់នឹងដែរចម្លើយទទួលបានហ្នឹងគឺខាងស្រីគេអត់ទទួលយកឬក៏អត់តន់yes ចំពោះគាត់ទេបដិសេធចំពោះគាត់ហ្មងណាយប់នឹងហើយធ្វើឲ្យគាត់ខូចចិត្តហើយគាត់បានទៅញ៉ាំស្រាទៅគេថាបញ្ចេញអារម្មណ៍ពិបាកចិត្តជាមួយមិត្តភក្តិគាត់អញ្ចឹងណាដោយសារថ្ងៃហ្នឹងគេបដិសេធស្នេហាអញ្ចឹងទៅរហូតដល់គាត់ធ្វើចិត្តបានយូរខែយូរឆ្នាំដែរបានគាត់ថ្ងៃមួយហ្នឹងម៉ែគាត់ហ្នឹងតែប្រាប់ថាកូនឯងមានអ្នកស្រឡាញ់នៅឬក៏នេះនៅម៉ែចង់រកគូឲ្យកូនឯងចឹងណាតែសារគាត់ហ្នឹងក៏មិនជាវ័យច្រើនណាស់ទេតែធម្មតាបងប្អូនម្ដាយឪពុកគាត់ចង់ឲ្យកូនរៀបការចឹងណាសារគាត់ចាស់ហើយអញ្ចឹងបងប្រុសគាត់បន្តថាចេះពេលហ្នឹងគាត់ដូចជាមិនទាន់ចង់បានស្នេហាទេតែធ្វើមិនបើម៉ែគាត់គ្រួសារគាត់ថាគេនឹងល្អចេះចឹងណាគេអ្នករកស៊ីចំណាប់ចឹងទៅចំនួនចឹងទៅណាហើយបន្ទាប់មកទៀតគាត់ក៏បានភាសានិយាយជាមួយម៉ែគាត់ហើយម៉ែគាត់ក៏ថាអត់អីទេកូនឯងមកមើលគេសិនទៅបើសិនជាពេញចិត្តចាំប្រាប់គាត់ចឹងទៅណាបងប្អូនហើយពេលហ្នឹងគាត់ក៏បានសម្រាប់ពីការងារដូចជាខែបនចឹងទៅគេឲ្យយើងហ្នឹងមកផ្ទះសិនមកលេងមកស្រុកកំណើតអញ្ចឹងពួកគាត់ក៏បានអឺជួបគ្នាគេហៅថាម្ដាយពុកហ្នឹងគាត់ក៏បាននាំបង្ហួនណាទៅផ្ទះខាងស្រីហើយគាត់អត់ដែរគាត់ថាគាត់អត់ដែរស្គាល់កូនកំមុំទេសុំហៅកូនកំមុំចាស់គាត់អាចស្គាល់ពីមុនមកទេទោះសុខភូមិមួយគ្នាដែរគាត់អត់ស្គាល់ដែរតែពេលហើយបងហួរគាត់បញ្ជាក់ថាពេលហ្នឹងគាត់ទៅឃើញគេចំណាប់ឃើញថារូបរាងក៏ស្អាតបាតមើលទៅក្មេងតែគាត់ចេះគេហៅថាចេះយកចិត្តទុកដាក់ចេះរាក់ទាក់ចេះស្វាគមន៍ចំពោះគ្រួសារគាត់ធ្វើឲ្យគាត់មានអារម្មណ៍ថាអឺកាន់តែស្រឡាញ់តិចចឹងណាមើលទៅរៀងថាចូលចិត្តចំណុចកូនស្រីហ្នឹងចឹងទៅហើយពេលហ្នឹងម្ដាយឪពុកគាត់ក៏ពេញចិត្តដែរដោយសារមើលទៅគាត់ជាមនុស្សស្រីម្នាក់ដួសរេរាក់ទាក់ស្វាគមន៍ចេះគោរពចាស់ទុំចឹងទៅហើយបង្ហួរគាត់បញ្ជាក់ថាគាត់ចូលចិត្តមនុស្សស្រីណាស់ដែលស្រឡាញ់ពុកម្ដាយគាត់ចេះអោនគោរពចាស់ទុំអញ្ចឹងណាគាត់ស្រឡាញ់ណាហើយមួយទៀតគាត់ចិត្តមនុស្សស្រីណាបកកែធ្វើម្ហូបហើយពេលហ្នឹងចំពេលហ្នឹងគេទទួលបាយទឹកហាងស្រីទទួលបាយទឹកបងហួរគាត់បានចាប់អារម្មណ៍ឃើញហាងកូនស្រីហ្នឹងធ្វើម្ហូបតំណងហើយមើលទៅដូចជំនាញមែនតានហើយបងហួរគាត់សប្បាយចិត្តក្នុងចិត្តគាត់អត់សប្បាយខាងក្រៅគេឃើញទេគាត់សប្បាយចិត្តខាងក្នុងហើយពេលហ្នឹងខាងស្រីហ្នឹងដូចមានអារម្មណ៍ថាគាត់ដឹងថាបងហួរហ្នឹងចូលចិត្តម្ហូបហ្នឹងគាត់ចូលចិត្តម្ហូបបែបស្លក់អីហ្នឹងទៅប្រហើទៅបែបខ្មែរយើងតែពេលហើយកូនស្រីហ្នឹងធ្វើម្ហូបឆ្ងាញ់ពេលគាត់ញ៉ាំគាត់ភ្ញាក់ផ្អើលឡើងឆ្ងាញ់ហ្មងហើយដូចថាញ៉ាំម្ហូបគេថ្ងៃទី1ហ្នឹងអារម្មណ៍ដកដាមជាប់អារម្មណ៍ដីសម័យអញ្ចឹងណាគេថាចាប់ដើមលួចគិតគេប្រាហើយគាត់តាក់ទងគ្នាស្រឡាញ់គ្នាហ្នឹងតាមចិត្តនឹងចិត្តរហូតដល់ថ្ងៃគាត់ត្រូវ
គ្រួសារគាត់ត្រូវឲ្យគាត់ការមួយគ្នាអញ្ចឹងគាត់ក៏ចាប់ផ្ដើមរៀបចំពិធីមង្គលការទៅមើលទៅថាបាច់មើលចិត្តគ្នាយូរពេកទេអញ្ចឹងទៅបើឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមការទៅបានចេញរកស៊ីធ្វើការរៀងៗខ្លួនណាបងប្អូនហើយបងហូគាត់ប្រាប់ដូចថាពេលហ្នឹងគាត់ចាប់ផ្ដើមរៀបចំពិធីមង្គលការគាត់ក៏ស្រឡាញ់គ្នាដូចតែកន្លះកមុំទូទៅចឹងបងប្អូនដល់ពេលចឹងទៀតអឺការហើយចឹងណាបងប្អូននឹងមិនអត់អូខាងកូនស្រីហ្នឹងណាមកផ្ទះខាងគាត់យកចិត្តទុកដាក់ម៉ែឪគាត់ចឹងទៅសារម៉ែឪគាត់ចាស់ចាស់ណាស្រឡាញ់ទុកដាក់ហើយនឹងបាយទឹកអីបារម្ភមិនឲ្យខ្វះខាតទេគាត់ឃើញនឹងវើចឹងគាត់កាន់តែស្រឡាញ់ប្រពន្ធគាត់ទៀតទៅហើយមួយថ្ងៃទៅមួយថ្ងៃគាត់កាន់តែស្រឡាញ់ព្រោះអីប្រពន្ធគាត់ហ្នឹងយកចិត្តទុកដាក់ជាមួយគាត់គាត់ហត់នឿយប៉ុណ្ណាក៏លែងហត់នឿយដែរហើយពេលហ្នឹងក៏គាត់ទៅធ្វើការផ្នែកគាត់វិញដូចដើមប្រពន្ធគាត់នៅផ្ទះស៊ីលក់ដូរភេសជ្ជៈអីធម្មតាអញ្ចឹងបងប្អូនហើយលុយកាក់អីគាត់ផ្ញើមករៀងរាល់ខែគាត់ទុកចិត្តណាគាត់ទុកចិត្តប្រពន្ធគាត់គាត់ទុកចិត្តប្រាក់ខែគាត់មានប្រហែលគាត់ឲ្យទាំងអស់គាត់ទុកប្រហែលភាគរយក្នុងខ្លួនគ្រាន់ចាយវីទេហើយគាត់ទុកចិត្តគាត់ស្រឡាញ់ហើយឧស្សាហ៍មកលេងឧស្សាហ៍ផ្ញើអីញ៉ាំនិយាយទៅគាត់យកចិត្តទុកដាក់ជាមួយប្រពន្ធគាត់មែនតើស្នេហាគាត់ទី2មែនណាតែគាត់មិនអស់សង្ឃឹមចាក់ជីវិតទេគាត់គិតថាទោះស្នេហាទី1បរាជ័យដែរអញ្ចឹងគាត់ក៏បន្តទៀតថាមួយឆ្នាំរៀបការបានមួយរយៈក៏គាត់មានកូនណាអញ្ចឹងគាត់កាន់តែបារម្ភពីសុខទុក្ខប្រពន្ធគាត់មែនតើហើយចាត់អត់ឲ្យពេលហ្នឹងមានបញ្ហាកូវីដក៏ធ្វើឲ្យគេហៅថាបងប្អូនដឹងហើយថាផ្នែកទេសចរផ្នែកអីដែរគឺប៉ះពាល់ទាំងអស់អញ្ចឹងគាត់ក៏ត្រូវបានលែងបានធ្វើការនៅផ្នែកហ្នឹងទៀតទៅក៏គាត់បានមកត្រឡប់ស្រុកកំណើតវិញគាត់បានមករស់នៅស្រុកកំណើតរបស់គាត់វិញជាមួយប្រពន្ធគាត់ព្រោះពេលហ្នឹងប្រពន្ធគាត់មានកូនណាយ៉ាងមានទម្ងន់អញ្ចឹងគាត់បានមានពេលវេលាមើលថែប្រពន្ធគាត់ទៅហើយពេលហ្នឹងក៏ចាប់ដើមរស់នៅមួយគ្នាធម្មតារកស៊ីអីធម្មតាទៅតែពេលហ្នឹងគាត់បានត្រឡប់ទៅធ្វើការវិញដែរដោយសារកូវីដចប់បងប្អូនអញ្ចឹងទ្រាំទៅចាប់1ឆ្នាំដែរអញ្ចឹងពេលហ្នឹងក៏គាត់បានទៅវិញហើយក៏គាត់នេះដែរលុយបានឲ្យប្រពន្ធមកតម្លាក់មករហូតតែបងប្អូននោះឆ្ងល់មិនអត់គាត់និយាយថាលុយគាត់ផ្ញើមកតម្លាក់ពេលណាសួរទៅអត់សល់រហូតហើយដល់ពេលគាត់សួរដេញដាច្រើនទៅប្រពន្ធគាត់ច្ដាំខឹងហើរឿងគ្នាមួយម៉ែដាក់គ្នាទៅហើយគាត់ថាចុះអត់ញ៉ាំអីទេអត់យកលុយទិញអីកូនឈឺកូនអីចឹងណាហើយគាត់អត់សួរវែងឆ្ងាយទៀតទេសារអីគាត់មិនមែនអ្នកកាន់លុយគាត់អ្នកផ្ញើលុយទេអញ្ចឹងមានតែប្រពន្ធឯដែលដឹងថាលុយចំណាយអីខ្លះតែបងស្រីហ្នឹងឲ្យគាត់សួរដឹងតែឆ្លោះគ្នារសារតែលុយហ្នឹងអញ្ចឹងគាត់ក៏ឈប់សួរទៅគាត់ធ្វើការតម្លាក់លុយមកដូចសពរដងអញ្ចឹងទៅបងប្អូនរហូតដល់គាត់ឈប់ធ្វើការនៅទុកទៅគាត់ក៏មករស់នៅមួយគ្នាម្ដងទៀតលេងទៅវិញហើយគាត់ចាប់ដើមរកស៊ីមួយគ្នាដល់ពេលចុងបញ្ចប់បែកធ្លាយថាប្រពន្ធគាត់ហ្នឹងជពាក់គេច្រើនណាស់បងប្អូនមិនតិចទេណាគាត់បញ្ជាក់ថាជពាក់គេខ្ទង់$10000ហើយនៅក្រៅរីរងផ្សេងទៀតគាត់គ្រាន់លឺហើយគាត់គូនទ្រង់គាត់ពិបាកទទួលយកមែនតើតែធ្វើមិនបើរឿងវាកន្លងហួសហើយប្រពន្ធយើងទៀតហើយសួរនាំទៅដេញដោលទៅថាម៉ែក្មេកចេះទៅអញ្ចឹងធ្វើឲ្យគាត់នឹងកាន់តែគេហៅថាខូចចិត្តពិបាកចិត្តមែនតើសួរទៅដឹងតែឆ្លុះគ្នាសួរទៅដឹងតែបញ្ហាគ្នាទៅហើយគាត់មានរឿងអីដែរបងប្រុសហ្នឹងបងហ៊ួនហ្នឹងគាត់ថាគាត់មិនដែរយករឿងហ្នឹងទៅប្រាប់បងប្អូនម៉ែឪគាត់ទេសាច់ញាតិគាត់ទេកុំឲ្យពួកគាត់ពិបាកចិត្តគាត់មានរឿងអីគាត់សង្ងំទុកនៅក្នុងខ្លួនទាំងអស់បងប្អូនមូតែម្នាក់ឯងទេហើយគាត់ទុកចិត្តស្រឡាញ់ប្រពន្ធណាបានគាត់អត់សួរនាំច្រើនណាឲ្យទៅលុយរហូតហើយលុយគាត់មកឲ្យទាំងរយៈពេលគាត់ធ្វើការនោះអត់មានសល់ហើយជពាក់គេថែមបងប្អូនទទួលយកបានអត់នឹងបងប្រុសហួរគាត់និយាយថាទទួលយកបានអត់រយៈពេល1ឆ្នាំហ្នឹងគាត់ពិបាកទទួលយកមែនតើរហូតដល់គាត់ថាជីបដីប្រពន្ធហើយអញ្ចឹងយើងមានតែចាប់ដៃគ្នារកស៊ីអីដែរ
បងប្អូនគិតមើលធ្លាប់តែអ្នកធ្វើការហើយមកលក់ដូរកាពិកប៉ុករត់ផាសស្អាប់ចឹងទៅដើម្បីរកលុយជួយដោះសងគេហើយប្រពន្ធហ្នឹងអត់នៅដឹងខ្លួនទៀតនៅធ្វើធម្មតាហើយជីវិតពួកគាត់ពេលហ្នឹងលែងមានភាពផ្អែមល្ហែមទេបងប្អូនលែងស្រឡាញ់គ្នាដូចមុនហើយព្រោះអីវាអស់អារម្មណ៍ដេកស្រឡាញ់គាត់ថាឲ្យស្រឡាញ់អីទៀតបើគិតតលុយហ្នឹងហើតលុយសងតែគេឲ្យចង់ឲ្យតន់ហ្នឹងមានពេលណាទៅផ្អែមល្ហែមទៀតដល់ពេលចឹងទៅសូមអធិស្ឋានបងប្អូនណាខ្ញុំផ្ដាសាយចឹង admin រៀងផ្ដាសាយចឹងរៀងហ៊ីហត់តិចអីហើយនឹងសុនបញ្ជាក់ទៀតឥឡូវយើងនិយាយតសាច់រឿងបងប្រុសទៀតណាបងប្រុសគាត់បញ្ជាក់ថាពេលហ្នឹងណាគាត់រលុយបែរថាមួយថ្ងៃ2វេនលក់ដូរ2វេនផង់មែនតានរលុយធ្វើម៉េចឲ្យបានលុយសងគេព្រោះមិនតិចទេហើយបងការថ្ងៃបងខែទៀតចឹងទៅអត់ថ្នាក់បងប្អូនមានពេលវេលាមួយគាត់ថាគាត់ខ្មាស់គេមែនតានខ្មាស់គេហើយគាត់ពិបាកទទួលយកព្រោះគាត់អត់ដែលមានអារម្មណ៍បែបហ្នឹងគាត់អត់មានជួបប្រទះរឿងហ្នឹងទេគឺអ្នកគេហៅថាម្ចាស់បំណុលគេមកទានលុយដល់មុខបន្ទប់ហើយគាត់អ្នកចេញមុខទៀតហើយគាត់និយាយអត់មានអីឲ្យលុយគេព្រោះធម្មតារលក់តន់ប៉ុណ្ណឹងបំណុលច្រើនឯកជនហងអញ្ចឹងមានណាបដិសេធមួយគេឬក៏លើកថ្ងៃរហូតហ្នឹងទៅគេមកទាជួនកាលសួស្ដីឲ្យទៅគាត់ឡើងផ្សែតប្រវាក់ចិត្តមែនតែនហ្មងបើអាចគាត់ថាឆែកដីរត់ហ្មងតែតើកើតព្រោះអីយើងមានជាហាត់ដៃគូគ្នាហើយគាត់ក៏ទទួលកំហុសដែរអញ្ចឹងទៅថាជពាក់គេចេះទៅចាំខ្ញុំប្រាប់ទៀតមូលហេតុអីបានគាត់ជពាក់គេបងប្អូនតែខ្ញុំអត់តន់ប្រាប់ទេខ្ញុំចាំប្រហាប់ទៅទៀតបងហួរគាត់បញ្ជាក់ថាពេលហ្នឹងគាត់ផឹងហលុយដោះសងគេហៅថាភាពខ្មាស់ទាំងប៉ុន្មានគាត់ត្រូវតម្លាក់ចោលទាំងអស់បើគាត់នៅឡៃខ្មាស់គេគាត់បានលុយណាត្រូវសងគេចំណូលមួយខែលឿនជាងប់អីគាត់ថាអញ្ចឹងណាអញ្ចឹងបងហួរគាត់រកស៊ីជប់ឡើងអត់សូវបានដេកងើបពេលពីព្រលឹមម៉ោង 4-5 គាត់ត្រូវងើបដើម្បីទៅទិញគ្រឿងក្រៅអញ្ចឹងទៅយកមកធ្វើហើយលក់មួយថ្ងៃ2វេនទៀតហើយប្រពន្ធអត់សូវឲ្យធ្វើអីហ្មងទេដោយសារគាត់គេហៅថាជាមនុស្សស្រីហើយគាត់មានកូនអីទៅគាត់គិតថាអញ្ចឹងណាគាត់រ៉ាប់រងតែម្នាក់ឯងហត់ចិត្តហ្នឹងឯងតែហត់កាយទៀតបងប្អូនណាឆ្លោះគ្នាអីទៅអញ្ចឹងទៅពិបាកចិត្តមិនក៏ដោយគាត់នៅតែរលុយទៅទោះមានរឿងអីដែរក៏គាត់នៅតែរលុយដែរបងប្អូនព្រោះសាមមានពាក្យតែមួយម៉ាត់ទេគឺម្ចាស់បំណុលគេមកទីគេអត់យកទេហើយបងហួរគាត់បញ្ជាក់ថាពេលហ្នឹងណាគាត់ដឹងរឿងមួយដែលបងប្អូនចង់ដឹងថាហេតុអ្វីបានជាលុយអត់សល់ចង់ដឹងទេបងប្អូនគឺប្រពន្ធគាត់ហ្នឹងលេងល្បែងលេងបៀបងប្អូនបោះបៀបងហូថាជំនាញហ្មងគាត់អត់ជឿគេទេគេប្រាប់គាត់អត់ជឿលុះត្រាតែគាត់បានឃើញភ្នែកបានគាត់ចាត់លើប្រពន្ធគាត់ហើយបងប្អូននឹងមិនអត់ពេលបង្ហួរទៅលក់ប្រពន្ធនៅផ្ទះឲ្យប្រពន្ធនៅផ្ទះចោះប្រពន្ធនៅលេងបៀនៅផ្ទះជួនណាលេងបៀទាំងនឹងកូននៅអោបដៃកូននៅដៃបងប្អូនបងហួរគាត់ចាប់តន់គាត់មកឃើញបានបងស្រីហ្នឹងឈប់លេងហើយរត់ទៅបន្ទប់សំដែងធ្វើតក់មុខកំសត់ហ្នឹងទៅមិនទទួលយកការពិតហ្នឹងទៅហើយបងប្អូនហ្នឹងមកយត់បងហួរក៏បញ្ជាក់ថាអ្នកដែលលេងបាយជាមួយប្រពន្ធគាត់ហ្នឹងអត់មានណាឆ្ងាយទេសិតតែបងប្អូនចំនួនមួយអ្នកស្គាល់គ្នាចិត្តខាងបន្ទប់បាយគ្នាទៅហើយបងហួរថាឲ្យរលុយសល់អីឲ្យរឆាប់បងក្តីអីបើប្រពន្ធនៅតែលេងបាយហ្នឹងទៅគាត់ទុកឱកាសគាត់អត់ជឿគេទេឥឡូវគាត់ឃើញនៅទី1រហូតដល់បងហួរគាត់ប្រាប់គាត់គេហៅថានិយាយប្រាប់ណែនាំទុកឱកាសលើកហើយបញ្យោហេតុផលចុះទៅកុំឲ្យលេងហើយគាត់អត់ចូលចិត្តទេព្រោះអីអ្នកលេងល្បែងវាអត់តែមានកំណើតវាអត់មានដូចចម្រើនទេវាមានតែបំផ្លាញអញ្ចឹងទៅឬក៏ហៅថាល្បែងតែវិនិច្ឆ័យបងប្អូនអញ្ចឹងបងហួរគាត់អត់ចូលចិត្តគាត់តែនៅហាមគាត់ប្រពន្ធគាត់តែប្រពន្ធគាត់ហ្នឹងកាន់តែហាម
កាន់តែហ៊ានកាន់តែទៅចឹងទៅអត់ខ្លាចដល់ពេលហើយបងហួរគាត់អស់កម្លាំងគាត់គេចឹងទៅគាត់គេអស់កម្លាំងងាកមកបាត់ប្រពន្ធបាត់ប្រពន្ធគាត់ដើរទៅប្រពន្ធនៅកន្លែងលេខបៀទៀតទីទៅគាត់ចូលចិត្តគាត់ស្រឡាញ់អាមុខរបរហ្នឹងហ្មងណាអាមុខរបរអង្គុយលេខបៀហ្នឹងបងអូនណាហើយគាត់ជាមនុស្សស្រីណាហើយប្តីហ្នឹងបងហួរគាត់ថាគាត់ទុកឱកាសឲ្យមិនចង់មានបញ្ហាទេដោយសារតែអាណិតកូនតែម្នាក់ហ្នឹងហើយប្រពន្ធគាត់នៅតែអត់ស្ដាប់ហើយគាត់ប្រឹងហៅហើយនៅសងគេទៅអត់ទេនៅច្រើនណាស់បងប្អូនហើយប្រពន្ធធ្វើអញ្ចឹងហើយបងហួរថាគាត់ពិបាកទទួលយកមែនតើហើយគាត់មានរឿងរ៉ាវប៉ុណ្ណឹងហើយគាត់អត់មានប្រាប់ម៉ាក់ឪគាត់ទេបងប្អូនគាត់ម្នាក់ក៏ដឹងដែរដោយសារគាត់នៅបែកគ្រួសារផ្ទះរឿងខ្លួនបងហួរជាមនុស្សម្នាក់គាត់និយាយថាខ្លួនគាត់ធ្វើការម៉ត់ចត់រកស៊ីម៉ត់ចត់អញ្ចឹងជីវិតគាត់រស់នៅក៏ត្រូវការម៉ត់ចត់ហ្នឹងដែរបើសិនជាដៃគូគាត់ក៏ត្រូវការម៉ត់ចត់ដែរតែដៃគូគាត់លេងល្បែងហើយបងប្អូនចាក់គិតថាគាត់អត់ចេះលេងល្បែងគាត់អត់ចូលចិត្តទៀតសួរថារស់នៅមួយគ្នាកើតអត់វាអត់កើតទេបងប្អូនមួយឆ្វេងមួយស្ដាំអញ្ចឹងណាអញ្ចឹងបងហួរណាថ្ងៃហ្នឹងគាត់ហត់នឿយចិត្តពេលហ្នឹងគាត់ដឹងថាប្រពន្ធគាត់បាត់ដឹងទៅកន្លែងហ្នឹងទៀតហើយបងប្អូននឹងមិនគាត់និយាយថាឲ្យតែបាត់ប្រពន្ធគាត់អត់បាត់ទៅរកកន្លែងណាទៅកន្លែងវងហ្នឹងទៅឃើញនឹងអង្គុយប៉ែនភ្នែនណាគាត់ទៅឃើញមែនបងប្អូនម្ដងហ្នឹងគាត់ខ្លោចចិត្តហ្មងអាហ្នឹងអាកាសលើកចុងក្រោយណាគាត់និយាយថាអាកាសលើកចុងក្រោយឯងព្រោះអីគាត់ប្រាប់ទៀតបងហួរដើរទៅអត់ប្រាប់មុនទេគាត់ដើរទៅឃើញបងប្អូនមិនអត់បងហួរថាដៃហ្នឹងអោបកូន3កូនឲ្យកូនបៅបារោគាត់អង្គុយលេខបៀបារោវងមនុស្សឡើងច្រើនហើយសួរតែទឹកចិត្តប្តីគាត់ថាទឹកចិត្តប្តីពីណាទទួលយកបានបើលុយខំហោប្រពន្ធខំផ្លាញពេលអញ្ចឹងបងហួរគាត់រៀបរាប់មកថាគាត់ឈឺចាប់គាត់ថាគាត់វាពិបាកនឹងទទួលយកអារម្មណ៍មួយហ្នឹងគាត់ថាអញ្ចឹងពេលហ្នឹងគាត់អត់និយាយច្រើនទេគាត់ឃើញហើយគាត់ហៅគាត់ដើរវិញហ្មងគាត់ដើរមកផ្ទះឈ្លោះគ្នាហើយមកប្រាវឈ្លោះគ្នាមកប្រាវគាត់សួរទៅគាត់ប្រាប់ទៅគាត់និយាយទៅប្រពន្ធគាត់ហ្នឹងអត់ទទួលយកឯងបកវិញថាឲ្យវិញស្ដីគាត់វិញគ្រាន់តែលេងប៉ុណ្ណឹងសោះមិនអញ្ចឹងណាគាត់ថាអូអញ្ចឹងទៅឆ្លោះគ្នាទៅអត់ដល់ប្រើអំពើខ្សាយតែប្រពន្ធគាត់អ្នករុញគាត់តែគាត់មានប៉ះទៅលើប្រពន្ធគាត់ឯងគាត់ថាយ៉ាងណាក៏មិនប្រើអំពើហិង្សាទៅលើមនុស្សស្រីដែរជាពិសេសប្រពន្ធហ្មងតែពេលអញ្ចឹងគាត់សួរថាទុកឱកាសឲ្យនៅតែអត់កែទៀតគាត់ថាម៉ានដងទៀតឲ្យបងទុកម៉ានដងទៀតពេលហ្នឹងគាត់ឆ្លោះគ្នាគាត់ថាលេងខ្មាស់គេចង់ពីណាលឺទៅបន្ទប់លឺទៅគាត់លេងខ្មាស់ហើយព្រោះអីអ្នកការនឹងឲ្យវាទ្រាំបានណាព្រោះខំហើមកប៉ុណ្ណាក៏អត់មានសល់ប៉ុណ្ណាក៏អត់មានកំណើតដែរគាត់និយាយចឹងហ្មងព្រោះអីរបែងដែលមានណាគេមានកំណើតសាររបែងឯងពេលហ្នឹងគាត់ឆ្លោះគ្នាហើយគាត់អត់និយាយច្រើនទេគាត់រៀបចំអវ៉ាន់ហ្មងរៀបអវ៉ាន់ហើយគាត់យំអ្នកស្រីហ្នឹងគាត់បានរុញច្រានទៅបងប្រុសហើយគាត់គោអត់យកអីច្រើនបងប្អូនគាត់ទាញអីបានហ្នឹងគាត់យកប៉ុណ្ណឹងទាញអីបានប៉ុណ្ណឹងហើយអ្នកស្រីហ្នឹងបាច់និយាយបានថាអត់ខ្វាប់ដីទេគឺជំរុញថែមថាទៅក៏ទៅចុះទៅណាក៏ទៅតែកុំយកអីចឹងណាហើយពេលហ្នឹងបងប្រុសគាត់ថាគាត់ដើរអីយកហ្នឹងទៅពេលហើយគាត់ដើរបារោគាត់យំបារោបងប្អូនសាក់សម័យថាពេលឆ្លោះគ្នាហើយយើងខូចចិត្តយើងដើរទៅអារម្មណ៍នឹងខ្លួនឯងដើរទៅយំបារោគាត់ដឹងខ្លួនឯងយំដែរពីណាមើលទៅគឺលេងខ្វល់ពេលហ្នឹងហើយព្រោះពេលហ្នឹងដូចស្មាតទោសចំណុចធ្លាក់ចំណុចគេហៅថាជីវិតធ្លាក់ដល់ចំណុចសូន្យណាអញ្ចឹងធ្វើឲ្យគាត់លេងគិតអីខ្មាស់គេអីទាំងអស់គាត់ដើរយំហៅផាសអែបហៅកង់3គេជិះទៅបងប្អូននឹងគាត់ជិះទៅណាអត់គាត់ជិះឡានទៅរកឡានឈ្នួលដើម្បីទៅស្រុកកំណើតគាត់
ពេលហ្នឹងហើយដែលម៉ែឪគាត់ដឹងថាគាត់មានបញ្ហាគ្រួសារខូចចិត្តដោយសារតែប្រពន្ធឬក៏មានបញ្ហាជាមួយនឹងប្រពន្ធទៅហើយគាត់ក៏បានខលទៅខាងប្រពន្ធគាត់ដែរណាថាឲ្យមកដិតមីដៃមកសាលាឃុំដើម្បីលៃលះគ្នាតាមការពិតគាត់ប្រាប់ថាពេលហ្នឹងគាត់អត់មានចង់អារម្មណ៍លៃលះគ្នាទេគ្រាន់តែគាត់គំរាមទៅគ្រួសារគាត់ទុកឱកាសឲ្យគាត់ទៀតដោយសារអីគាត់នៅអាណិតកូនគាត់នៅបារម្ភពីអនាគតកូនដោយសារអីកាលណាតាម៉ែឪបែកបាក់គ្នាមានបញ្ហាគ្នាអត់មានពីណាគេនេះហេគេហៅថាមានតកូនទេដែលជាអ្នករងបញ្ហាទាំងអស់ទៅថ្ងៃអនាគតម៉ែឪបែកបាក់គ្នាអូខេបានតែកូនគ្នាត្រូវមិនអារម្មណ៍តែតើអត់មានឪពុកឬក៏មានម្ដាយទៅមានម្ដាយតែមានឪពុកទៅរហូតពេលហ្នឹងគាត់ម៉ែឪគាត់ដឹងហើយបងប្អូននឹងមកយត់ម្ដាយពុកគាត់យំអាណិតកូនពិបាកអារម្មណ៍ទួយកមែនតើពេលដែលដឹងថាកូនមានបញ្ហាព្រោះធ្លាប់ថាគាត់មនុស្សគាត់ដែលប្រាប់រឿងមានរឿងអីដែលប្រាប់ទៅពុកម្ដាយគាត់ទេមិនថាសុបាយចិត្តការទុកខុសចិត្តអីទេគឺគាត់លាក់គាត់មិនចង់ឲ្យម៉ែឪគាត់ពិបាកចិត្តមកតង់ទៀតចឹងណាអញ្ចឹងពេលដែលម៉ែឪគាត់ឃើញហើយបងប្អូនសម័យមើលថាគាត់ពិបាកទឹកពិបាកទួយកមិនព្រោះឃើញកូនប្រុសគាត់នៅភ្នែកហ្នឹងពងតែមើលរូបអត់យល់បែរថាទឹកភ្នែកមុខឡើងហើមភ្នែកឡើងហើមសក់កធិងកធើអញ្ចឹងទៅហើយមនុស្សដូចគ្មានវិញ្ញាណណាគេហៅថាមនុស្សមានតែសបកតែអារម្មណ៍វិញ្ញាណលែងមានក្នុងខ្លួនឯងព្រោះអីវាបាត់បង់ហោះហើរលើអស់ហើយដោយសារតែរឿងហ្នឹងអញ្ចឹងម៉ែឪគាត់ក៏លើកទឹកចិត្តហើយក៏បញ្យល់ហើយក៏មិនជំរុញឲ្យកូនលៃលះគ្នាដែរគាត់បានប្រាប់ថាឲ្យមើលចិត្តគ្នាឬក៏ទុកឱកាសឲ្យគាត់ថែមទៅចាប់ដើមសារថ្មីទៅអាណិតដល់កូនអញ្ចឹងទៅធម្មតាទឹកចិត្តយាយតាស្រឡាញ់ចៅដែរមិនមែនថាអត់ស្រឡាញ់ទេស្រឡាញ់ដោយសារអីធៀមរបស់គាត់ដែរពេលហ្នឹងបងប្រុសគាត់បញ្ជាក់ថាគាត់ប្រាប់ទៅម្ដាយគាត់ថាគាត់ពិបាកទួយន់ណាព្រោះគាត់មិនតែម្ដងទេម៉ែខ្ញុំទុកឱកាសឲ្យគាត់ច្រើនដងទៀតតែខ្ញុំមិនដែលមានរឿងអីទៅប្រាប់ម៉ែអីទេសារពេលនេះខ្ញុំវាអស់តួអស់ជំរឿហើយចឹងខ្ញុំមានតែមកស្រុកដើម្បីឲ្យម៉ែឪដឹងឮដោយសារនេះវាជាពេលវេលាចុងក្រោយម្ដាយឪពុកគាត់ឮចឹងហើយគាត់គួរទ្រង់អូយកូនខ្ញុំមកហើយកូនឯងមានរឿងចឹងហើយអត់មានប្រាប់ម៉ែឪឲ្យជួយដោះស្រាយឲ្យគាត់ដឹងឮណាដល់ពេលចឹងព្រោះធម្មតាការដែលគាត់ទៅសួរនាំដំបងឲ្យគាត់បានស្គាល់គ្នារៀបការគ្នាក៏ដោយសារតែម្ដាយដែរដោយសារម៉ែគាត់ដែរអញ្ចឹងគាត់ចង់មានរួមចំណែកនឹងដែរតែគាត់មិនចង់ឲ្យពាក់ព័ន្ធទេយប់ហ្នឹងគាត់បញ្យល់គាត់ប្រាប់ទៅកូនប្រុសគាត់ដែរបងហ៊ូក៏ប្រាប់ថាម្ដាយពួកគាត់ព្យាយាមនិយាយមែនតើមិនថាបងប្អូនបងអីទេសាច់ថ្លៃទេគឺតែប្រាប់លើកទឹកចិត្តកុំឲ្យខូចចិត្តកុំឲ្យគិតអីខ្លីហ្នឹងទៅត្រូវតែរឹងមាំឡើងដើម្បីទៅកូនហ្នឹងទៅណាតែគាត់ថាគាត់រឹងមាំអស់ហើយគាត់ប្រឹងអស់ហើយតែប្រពន្ធគាត់អត់មានធ្វើអ្វីដែលគាត់ចង់បានឬក៏មានបានទាំងអស់គ្នាទេគាត់ប្រព្រឹត្តរឿងហ្នឹងហើយគាត់និយាយថាអត់នឹកស្មានថាគ្រួសារហ្នឹងមិនមែនចេះលេងល្បែងតែម្នាក់ទេគឺលេងទាំងអស់គ្នាមកផ្ទះគាត់ហួសចិត្តព្រោះអីការគាត់ស្គាល់គ្នាដំបូងឆ្លាញ់គ្នាដំបូងគាត់ដែលដឹងថាគ្រួសារហ្នឹងអ្នកលេងល្បែងទេបងប្អូនគាត់ដឹងថាគេល្អតែមួយមុខទេអត់ដឹងថាគេសំដែងធ្វើជាមនុស្សម្នាក់ដែលល្អអត់ចេះលេងល្បែងឆឹកស៊ីអញ្ចឹងណាគេស្មានតែគេល្អទាំងអស់អញ្ចឹងណាបងប្អូនអញ្ចឹងតើបឃើញសខ្មៅពេលហ្នឹងហើយលេងហ្នឹងមិនមែនលេងតែកូនទេបងប្អូនលេងបងប្អូនចដូនមួយលេងម៉ែលេងឪពុកទាំងអស់គ្នាហ្មងគាត់ហួសចិត្តហើយគាត់ថាគ្រួសារគេហ្នឹងប៉ិនសំដែងប៉ិនហ្មងធ្វើដូចល្អអត់ខ្ចោះអញ្ចឹង
បើនិយាយពីសំណាញ់គាត់ថាឲ្យលេខ1ហ្មងអញ្ចឹងបានថាគាត់មិនអាចទុកឱកាសឲ្យទៀតទេគាត់ចង់រើជីវិតថ្មីពួកគាត់ចង់មានជីវិតប្រសើរជាងនឹងអត់អាចរស់នៅជាមួយនឹងតែបំណុលហើយគាត់បញ្ជាក់ទៀតថាបើគាត់បន្តយកប្រពន្ធគាត់នឹងទៀតបំណុលវាកាន់តែកើនណាបងប្អូនវាអត់មានថយចុះទេវាកាន់តែកើនឡើងទៅម្ចាស់បំណុលគេចិត្តតែកើនហើយគេចិត្តតែមកទាហើយលុយរើអីបានរើអីសល់បើគាត់គិតតែវិនិយោគជាមួយនឹងអាស្លឹកហ្នឹងគាត់ថាបើប្រពន្ធគាត់ណាប្រឹងប្រែងហើលុយបាច់ទៅរកក៏ដោយឲ្យតែប្តីឲ្យទៅទុកដាក់អន្សំទៅបានគាត់សុបាយហើយយកលុយទៅសងគេទៅតែមានណាដូចគាត់និយាយចឹងគាត់ឲ្យលុយទៅហត់អត់មានបានសល់ហើយតែជពាក់គេថែមទៀតហើយជពាក់រឿងអីក៏សួរដឹងទៀតទៅសួរនាំខឹងឆ្លោះអញ្ចឹងគាត់គ្មានពេលវេលាទុកឱកាសឲ្យទៀតទេគាត់មិនចង់រស់នៅជាមួយនឹងបំណុលរស់នៅជាមួយនឹងសម្ពាធអារម្មណ៍ផ្លូវកាយផ្លូវចិត្តទេបងប្អូនយល់ថាកូនត្រូវកំព្រាឪពុកគាត់ក៏អត់ដែរគ្មានណាម្នាក់ដែរកាត់ដាច់ឈាមបានទេបងប្អូនឈាមរត់ដល់ឈាមហើយតែធ្វើមិនម៉េចកលៈស័កហ្នឹងបើសិនជាគាត់នៅតែបន្តបែបហ្នឹងទៀតគាត់ហាមមួយទៀតទេអនាគតកូនទៅជាយ៉ាងម៉េចបើមានម្ដាយលេងនៅបាយអញ្ចឹងហើយគាត់មួយទៀតបងប្អូនគាត់ថាមូលហេតុបានគាត់ហ្នឹងអត់លែងលះប្រពន្ធគាត់ហ្នឹងគាត់ចង់ឲ្យប្រពន្ធគាត់ហ្នឹងដឹងខ្លួនថាការយើងលេងនៅបាយវាអត់មានចំណេញអីទេវាចឹងវាជួបរឿងរ៉ាវប្រត់ប្រាស់លែងលះគ្នាវាខ្មាស់គេទៅយួរត្រូវបំផ្លាញត្រូវអស់ពេលហ្នឹងហើយព្រោះអីតែគេមកទាគេឃើញហើយគាត់ជាប្តីយកមុខដាក់ណាបងប្អូនគិតមើលអញ្ចឹងគាត់ថាគ្រប់យ៉ាងគាត់មានហេតុនិងផលរបស់គាត់ដែរមិនមែនគាត់សុកគាត់ចង់បែកដោយមិនគិតពិចារណាមកចាស់ទេហើយមុននឹងគាត់សម្រេចចិត្តបែកគ្នាឲ្យហៅប្រពន្ធមកលេងលះគ្នាហ្នឹងគាត់ដេកគិត 3-4 ថ្ងៃហើយជាពិសេសគិតអស់កូនតែគាត់ថាគាត់គិតថាមិនអីទេទោះលែងគ្នាក៏ដោយកូនក៏យើងអាចទៅមើលថែឬក៏ឲ្យជាលុយជាកាក់អាចយកគាត់មកលេងបានចឹងអាហ្នឹងការរំពឹងរបស់គាត់គាត់ថាការរំពឹងទុករបស់គាត់គឺបែបហ្នឹងហើយឲ្យប្រពន្ធគាត់ដឹងខ្លួនថាវាបែបហ្នឹងរបាយវាមានចំណេញទេវាមានតែខាតអញ្ចឹងគាត់ក៏បានបន្តសាច់រឿងបងប្អូនគាត់ក៏បានប្រាប់ទៅថាខលទៅប្រពន្ធគាត់ឲ្យមកចូលសាលាឃុំភូមិផ្ដិតមីដៃលែងលះគ្នាធ្វើកណ្ដាស់ត្រឹមត្រូវអញ្ចឹងទៅពួកគាត់អត់មានគេហៅគេក៏សបុតអភិពាទេឲ្យតាសវើទេគាត់មានតែការ៉ាចេញពីឃុំភូមិធម្មតាការបែបសិក្សាធម្មតាអញ្ចឹងណាបងប្អូនអេដមីនជាស្រ័យបងប្អូនអេដមីនរៀងផ្ដាសាយអញ្ចឹងរៀងនិយាយស្អកកខ្លះអេដមីនពេលទទួលបានរឿងរ៉ាវពីបងប្រុសនឹងឲ្យមានអារម្មណ៍ថាអេដមីនក៏ជាមនុស្សស្រីម្នាក់អេដមីនក៏ជាស្រីដែរអញ្ចឹងអេដមីនយល់អារម្មណ៍ថាទឹកចិត្តបងប្រុសគាត់ល្អខ្លាំងណាដោយសារអីគាត់មានទំនួលខុសត្រូវហើយតែគាត់មិនមានទំនួលខុសត្រូវគាត់បែកជាមួយនឹងប្រពន្ធគាត់តាំងពីគាត់ដឹងថាប្រពន្ធគាត់មានជាប់បំណុលម៉េះអញ្ចឹងពេលហ្នឹងបងប្រុសគាត់បញ្ជាក់ទៀតបងស្រីគាត់បានមកដល់មែនដោយការណាត់ហើយពេលហ្នឹងអត់មានបងប្អូនគាត់ច្រើនទេមានតែម្ដាយឬក៏បងប្អូនមួយចំនួនតិចតួចទេទៅដល់កន្លែងត្រូវដាក់មីដៃហ្នឹងណាហើយបងប្រុសក៏គាត់មានម៉ែគាត់ហើយនឹងបងប្អូនតិចតួចដែរអត់ច្រើនដូចគ្នាតែអ្វីធ្វើឲ្យគាត់ពិបាកធ្វើចិត្តកាត់ចិត្តហ្នឹងណាទប់ទឹកភ្នែកបានហ្នឹងណាគឺប្រពន្ធគាត់ហ្នឹង3កូន7កូនទៅថ្ងៃហ្នឹងដែរបងប្អូនសម័យគិតមើលថាទស្សនវិជ្ជាពេលហ្នឹងគឺពិបាកទួយកអាថ្ងៃយើងត្រូវលេងលះគ្នាតែក៏ឃើញកូនភ្នែកដល់ខ្មៅនេះម៉ាក់មើលមកយើងនេះបងប្រុសគាត់ថាបើអាចសុំពេលហ្នឹងថាឲ្យប្រាប់មេឃុំថាឲ្យបងស្រីកែខ្លួន
ពេលហ្នឹងមេភូមិមេឃុំកន្លែងគេហ្នឹងបងប្អូនថាជាដឹងឯណាឬក៏ខ្ញុំមិនដែលមានបទពិសោធន៍ទេតែគ្រាន់ថាធ្លាប់ឮគេនិយាយថាដល់កន្លែងហ្នឹងពួកគាត់អ្នកដែលក្នុងនាមដូចជាអាណាព្យាបាលហ្នឹងក៏គាត់មិនអោយពួកយើងអ្នកដែលចង់ទៅលេងលះគ្នាហ្នឹងលេងលះគ្នាភ្លាមទេគេតែងតែផ្ដល់ឱកាសឬក៏ឲ្យពួកគាត់ហ្នឹងសួរគ្នាម្ដងទៀតចង់ចាប់ផ្ដើមម្ដងទៀតអត់តន់សញ្ញេឬក៏ឲ្យគិតម្ដងទៀតចឹងណាតែបងប្រុសគាត់និយាយគាត់ថាអត់អាចទេมันអាចបើត្រឡប់ទៅវិញទេហើយបងស្រីហ្នឹងក៏គាត់និយាយម៉ាត់ដែរអត់អាចទេនិយាយទៅថ្ងៃហ្នឹងបងប្រុសគាត់រៀងភ្ញាក់ផ្អើលដែរដោយសារបងស្រីគាត់ចេញចរិតពិតមកហ្មងគឺចរិតហ្នឹងគឺឆ្លើយនិយាយអត់ដឹងក្បាលដឹងកតុយទេហើយបងប្រុសគាត់យ៉ាងម៉េចក៏ដោយក៏គាត់កាន់ចំហថាគាត់និយាយបែបសន្តិវិធីដែរហើយពេលហ្នឹងមិនមានតែបងប្អូនទេបងប្អូនគឺមានគេហៅ CEO ហ្នឹងឯង CEO និងម្ចាស់បំណុលឯកជននៅតាមភូមិហ្នឹងក៏ទៅដែរបងប្អូនចាក់សម័យមើលថាជុំគ្នាតែម្ដងអញ្ចឹងវាមុខមាត់វាមិនគឺទស្សនវិជ្ជាបែបហ្នឹងគឺបងប្រុសគាត់ថាចាប់ឲ្យជីវិតគាត់ពេលហ្នឹងគឺធ្លាក់សូន្យតែម្ដងអាកិត្តិយសក៏បាត់ជីវិតនេះក៏វាបាត់បង់ដែរជីវិតបែបគេថាប្តីប្រពន្ធអញ្ចឹងទៅតែពេលហ្នឹងគាត់ក៏ចាប់ផ្ដើមដឹកមីដៃសញ្ញេកដាស់អីផ្សេងជាមួយនឹងប្រពន្ធគាត់ពេលហ្នឹងគាត់បានកលេចទៅឃើញកូនគាត់ម្ដងទៀតគាត់ក៏បានលួចប្រហូរទឹកភ្នែកតែមិនអោយគេឃើញពី3តំណក់គាត់ថាឲ្យប៉ាសុំទោសយ៉ាងទៅតែក្នុងចិត្តគាត់ចង់ប្រេះហើយពេលហ្នឹងគាត់និយាយថាកាលហ្នឹងគាត់អត់បានទទួលយកកូនទេទៅកូនស្រីបានទៅលើខាងស្រីអាហារកិច្ចក៏គាត់អត់បានចេញដែរព្រោះខាងស្រីគេអ្នកនិយាយថាអាហារកិច្ចអត់ឲ្យចេញទេអត់ឲ្យកូនទៅលេងអត់ឲ្យកូនទៅខាងប្រុសទេគឺនៅខាងគេទាំងអស់ហើយធនាគារលុយទៅពាក់10000ហ្នឹងមកតម្លាក់មកខាងប្រុសបែរថាឲ្យទៅខាងប្តីអ្នកសងបងហួរក៏គាត់ថាអត់អីដែរគាត់អាចសងធនាគារនឹងបានហើយចំពោះលុយឯកជនឌីរងតាមភូមិហ្នឹងប្រពន្ធគណៈសងអញ្ចឹងតែគ្រាន់ថាលុយបង្ហួរច្រើនណាបងប្អូនណាហើយខាងស្រីហ្នឹងគាត់ដាច់ហាងការថាអត់អាចឲ្យកូនហ្នឹងទៅលេងទៅរស់នៅជាមួយបង្ហួរដែរខាងបង្ហួរដែរដាច់ខាតមិនឲ្យទេហើយបង្ហួរគាត់ថាធ្វើមិនបើគេដាច់ការប៉ុណ្ណឹងហើយតែចិត្តជាឪពុកមិនអាចមើលនៅសញ្ចេតនាបានទេបងប្អូនហើយពេលហ្នឹងគាត់អត់មានគេហៅថាអាហារកិច្ចចំពោះកូនទេគាត់ទទួលយកលុយបំណុលប៉ុណ្ណឹងពេលហ្នឹងក៏គាត់បានបកកាយឈូសគ្នាមកប្រើទៀតប្រពន្ធគាត់ហ៊ានថាឲ្យទៅម៉ែក្មេកម៉ែបង្កើតបង្ហួរណាហើយបង្ហួរជាមនុស្សម្នាក់ដែលស្រឡាញ់ពុកម្ដាយស្រឡាញ់ម៉ែគាត់ពីណាក៏ស្រឡាញ់ម៉ាក់ឪដែរហើយទៅពេលចៃដន្យអីថ្ងៃហ្នឹងប្រពន្ធគាត់នឹងបងប្អូននឹងមិនអត់ឆ្លោះតែសម័យខ្លួនទៅតែគាត់រំលើកនិយាយថាឲ្យសម្ដីអសរោះពិបាកស្ដាប់មែនតែនដែលគាត់មនុស្សប្រុសគាត់អត់ដែលគេហៅថាមិនដែលនឹកគិតថាចង់និយាយឬក៏និយាយចេញមកតែប្រពន្ធគាត់និយាយចេញមកដាក់ទៅម្ដាយគាត់ហើយរួមទាំងគាត់ទៀតហើយគាត់ខ្មាស់គេមែនតែនណាបងប្អូនធម្មតាដូចខ្ញុំនិយាយចឹងថាមានធនាគារគេមកទៅអ្នកម្ចាស់លុយទៅគេមកទៅហើយគេមិនលឺបងហួរថាគាត់ហួសចិត្តហ្មងគាត់ពិបាកបរិយាយនឹងពាក្យដែលបងស្រីនិយាយអញ្ចឹងគាត់ថាខ្ជិលប្រកាន់ព្រោះឲ្យគាត់ថាលោមកពីគាត់ក្មេងហ្នឹងទៅពាក្យពេចគាត់ហ៊ានឬក៏ការនិយាយស្ដីរបស់គាត់ទៅអញ្ចឹងក៏គាត់ឲ្យម្លងហួសទៅគាត់មិនជាចងកម្មពៀទេ
អញ្ចឹងពេលជីវិតគាត់បានរៀបរាប់បន្តថាពេលដែលគាត់បានលែងលះគ្នាហើយបងហួរគាត់ត្រឡប់មកផ្ទះវិញណាបងប្អូននឹងមិនអត់បើសិនជាអាចគាត់ចង់កឬក៏គាត់សម្លាប់ខ្លួនខ្ញុំនិយាយហ៊ានអញ្ចឹងថាគាត់ហ៊ានធ្វើអត្តឃាតខ្លួនឯងសារអីគាត់លែងចង់រស់ហើយជីវិតគាត់វាខ្មាស់គេវាបាក់ទឹកចិត្តវាគ្មានសល់អី100ក្នុងខ្លួនគ្មានអីទាំងអស់មានតែខ្លួនម្នាក់ហើយនឹងម៉ាឪបងប្អូនទេហើយពេលហ្នឹងគាត់ខ្មាស់ម៉ាឪគាត់ខ្មាស់មិត្តភក្តិគាត់ខ្មាស់អ្នកភូមិគាត់ខ្មាស់បងប្អូនគាត់ទាំងអស់គ្នាដែលស្គាល់គាត់ហ្នឹងទៅព្រោះអីគាត់ធ្លាប់ទៅជំនុំម្នាក់ដែលគេថាអ្នកធ្វើការជំនុំម្នាក់គេថាមិនដែលមានប្រវត្តិរឿងអាស្រូវមិនល្អអញ្ចឹងណាក្នុងជីវិតគាត់ដល់ពេលហើយគាត់បានបន្ទូលរឿងរ៉ាវបែបហ្នឹងក្នុងជីវិតគាត់ងើបមុខអត់រួចហ្មងគាត់ពិបាកចិត្តមែនតើពេលហ្នឹងគាត់បាយទឹកអីមិននឹកស្រេចទេគឺគាត់សង្ងំតែដេកក្នុងតែបន្ទប់ផ្ទះមិនជាបន្ទប់ទេដេកដាក់ផ្ទះខ្ទមទូចអញ្ចឹងណាគាត់អត់ចង់ជួបពីណាគេទាំងអស់រហូតដល់ពេលហ្នឹងគាត់មានតែឪពុកគាត់ទេដែលមកលើកទឹកចិត្តគាត់ថានិយាយមួយគាត់ថាគាត់ឯងចាប់ផ្ដើមជីវិតឡើងវិញទៅអឺប្រឹងប្រែងងើបឡើងវិញទៅបើនៅតែអញ្ចឹងយើងអត់មានរីកចម្រើនយើងអត់មានអីទៅមុខទេអ្នកខ្លះពិបាកយើងជួបរឿងរ៉ាវពិបាកយើងគ្រួសារយើងទៀតអញ្ចឹងគាត់ក៏យកពាក្យឪពុកម្ដាយឬក៏ពាក្យឪពុកគាត់ណាយកមកដេកគិតមានកម្លាំងងើបឈរឡើងវិញហើយបងប្អូនគាត់ហ្នឹងស្រីៗហ្នឹងស្រឡាញ់គាត់ទៀតថាបើសិនជាអត់មានលុយកាក់អត់មានដើមមុខរបររកស៊ីគាត់ជួយឲ្យខ្ចីហ្នឹងទៅគាត់មិនគាត់អត់មានទេតែគាត់ព្យាយាមគេហៅថាខ្ចីគេឲ្យគាត់ចឹងណាដាក់ប្លង់អីទៅឲ្យតែបានគាត់ងើបឈរឡើងវិញពេលហ្នឹងគាត់ថាជីវិតគាត់សំណាងមួយបែបដែរបែបមានឪពុកម្ដាយមានបងប្អូនជុំវិញខ្លួនគាត់ស្រឡាញ់គាត់លើកទឹកចិត្តគាត់ចឹងណាឲ្យគាត់ងើបឈរឡើងវិញពីនរកទៅបងប្រុសហួរគាត់បញ្ជាក់ទៀតថាពេលហ្នឹងគាត់ក៏ចាប់ដើមរត់ pass app ហ្នឹងលុយហ្នឹងអត់មានក្នុងខ្លួន100ទេគ្រប់យ៉ាងបាយទឹកអីលើបងប្អូនទាំងអស់មកនៅពេញហ្នឹងគាត់បងប្អូនគាត់ឲ្យខ្ចីលុយនឹងមកបើកគេថាចាប់ដើមរកស៊ីមុខរបរដំបូងគាត់រត់ pass app ហ្នឹងគ្រប់យ៉ាងរត់ហ្នឹងដើម្បីយកលុយទៅសងធនាគារដែលគាត់បានជាពាក់សារចាស់ពីប្រពន្ធគាត់មុនហ្នឹងខ្ទង់$1,000បងប្អូនណារត់ pass app ណាដោយខ្ញុំនិយាយចឹងថាបងហួរគាត់ជាមនុស្សប្រុសម្នាក់ដែលអត់ធ្មត់តស៊ូស្រឡាញ់ការងារអត់ធ្មត់ដល់ពេលអញ្ចឹងបងហួរគាត់និយាយថាគាត់រត់ pass app ពេលនឹងរត់បានរកលុយបានសម័យហ្នឹងបងប្អូនសម័យកូវីដតិចតួចហ្នឹងគឺគាត់រកលុយបានហើយគាត់ឃើញលុយគាត់ខ្វះអកដល់ថ្នាក់ដាច់បាយដាច់ទឹកលែងនឹកនាយទាំងអស់ឲ្យតែបានលុយគាត់អត់បានចូលដេកផ្ទះទេកាលហ្នឹងគាត់នៅបន្ទប់ជួលនៅជាមួយបងស្រីគាត់អត់មកផ្ទះទេគឺគាត់ដេកលើ pass app អស់កន្លងកន្លែងណាជប់កន្លែងណាដេកកន្លែងហ្នឹងអត់មានភ្ញៀវហៅដេកកន្លែងហ្នឹងតែដេកគាត់ដេកជុំគេជុំឯងអញ្ចឹងណាគាត់មិនមែនដេកឯគេហៅថាតែតោម្នាក់ឯងទុក pass app នៅកណ្ដាលវាទេគាត់មកដេកនៅតំបន់ទីប្រជុំជនជាមួយអ្នកហត់ផ្សេងទៅខ្លាចមានបញ្ហាពងតែអត់មានគេថាពងតែមានបញ្ហាអញ្ចឹងទៅគាត់ចង់ឲ្យមានវិបត្តិផ្សេងៗកាត់ឡើងទៀតទៅអញ្ចឹងពេលហ្នឹងគាត់ប្រឹងហរទាំងយប់ទាំងថ្ងៃរហូតដល់ម៉ោង4ជាងអីចឹងទៅបានគាត់សម្រាកបានគាត់ភ្លឺគាត់មកងុយទឹកតែបងស្រីគាត់ហើយគាត់ទៅហរទៀតហរបែបហ្នឹងរាល់ខែរាល់ថ្ងៃរាល់ទៅគាត់បានលុយច្រើនគួរសមដែរបងប្អូនគាត់តែងតម្លាក់ផ្ញើទៅម្ដាយគាត់ធ្វើជារៀងរាល់ខែបែបហ្នឹងហៅបានគាត់មានកម្លាំងតែគ្រាន់ថាគាត់ខូចសុខភាពបងប្អូនមិនថាគាត់អត់ទៅញ៉ាំបាយទៀងពេលវេលាតាក់ក៏អត់សូវហូបបាត់ជើងក៏អត់សូវហូបអត់សូវបាត់ជើងអញ្ចឹងណាសូមអធិស្ឋានដោយសារគាត់រវល់ពេកគាត់រកបានតែគាត់មានពេលវេលាខ្លួនឯង
Quạt nhau tầm một ai quạt riêng ruột khai bẹp nâng tứ rồi hô đo ngày muối quạt bàn đại tình địa kia nâng bằng ôn quạt đại hai quạt đôi độ bà lá độ thâm mô chênh pin tùng quạt chân chụp bật quạt bên nâng á tụ ọt miên son nâng khuôn từ quạt bàn son kế quạt bàn son kế hai quạt của bàn chụp bật quạt nâng một đong tiệt mà một đong tiệt chỉ thâm mấy quạt ra lời bàn son kế hai quạt bàn son khla tục nâng khuôn bông ôn nâng mà dọn bên nâng á quạtมันអាចបំភ្លេចអ្នកមានគុណគាត់បានជួយមិនខ្លួនគាត់ទេមិនថាពុកមិនថាម្ដាយមិនថាបងស្រីមិនថាបងប្រុសគាត់ទេគាត់នៅឃើញទង្វើនៅឃើញការជួយក្នុងពេលគាត់មានបញ្ហាគ្នាហ្នឹងគាត់មើលគាត់មានអីទាំងអស់តែពុកម្ដាយគាត់ជួយជំរុញគាត់លើកទឹកចិត្តគាត់ឲ្យជាមនុស្សម្នាក់ថ្មីម្ដងទៀតបើអ្នកខ្លះគាត់ថាបាត់ទឹកចិត្តទេបងប្អូនมันអាចមានអារម្មណ៍នឹងការរលួយសងគេរាប់ម៉ឺននេះទេតែបើសិនជាបែកគ្នាអត់មានមណុលអាហ្នឹងគឺគេមិនអីទេតែអានេះបែកគ្នាមានមណុលរាប់ម៉ឺនគាត់រកសងគេទោះគាត់មិនបានรับរងអាហារកិច្ចទៅកូនគាត់ដែរគាត់និយាយគាត់ថាពេលខ្លះគាត់ក៏លួចលុយគាត់ឲ្យលុយលួចលុយយកឲ្យកូនគាត់ដែរព្រោះកូនគាត់មានបញ្ហាក៏គាត់ដឹងដែរឲ្យទៅគេយកដែរទឹកចិត្តនឹងឪពុកហើយនឹងកូនមិនអាចកាត់បានទេបងប្អូនពេលហ្នឹងគាត់ក៏បានគេហៅថាសោះស្រាយសោះបំប្រងជីវិតគាត់កាត់ឡើងម្ដងទៀតហើយគាត់ក៏បានមើលឃើញថាជីវិតមនុស្សយើងបើមិនងើបឈរឡើងទេមិនចាប់ដើមថ្មីទេវាអត់មានទៅថ្ងៃស្អែកទេវានៅដដែលអញ្ចឹងហើយពេលហ្នឹងគាត់ក៏បានរៀបរាប់ថាក៏បានចាប់ដើមដឹងគេហៅថាពីមនុស្សស្រីម្នាក់ដែលគាត់លួចស្រឡាញ់ឬក៏គាត់ស្រឡាញ់ថាម្នាក់ស្រីតែសារភាពលើកទី1ហ្នឹងណាតែបរាជ័យហ្នឹងគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ហ្នឹងទៅហើយគាត់ក៏ដឹងឮហើយគាត់ពិបាកចិត្តមែនតែនពិបាកចិត្តព្រោះអីគាត់ទោះគាត់យូរឆ្នាំជាមួយម្នាក់ស្រីដែលគាត់ស្រឡាញ់ហ្នឹងណាគាត់នៅតែបារម្ភនៅតែចង់ដឹងពីសុខទុក្ខគេដែរអញ្ចឹងគាត់ក៏បានរលេខរអីតាមដានជីវិតបងស្រីហ្នឹងណាអញ្ចឹងគាត់ក៏បានខលទៅឆាតទៅលេងគេលើកទឹកចិត្តគេសួរនាំមិនឲ្យជីវិតចេះទៅហើយពេលហ្នឹងគាត់មិននឹកស្មានឬក៏គាត់មិនអាចថាបានគេនិយាយលេងជាមួយតបសារជាមួយអញ្ចឹងណាព្រោះគាត់ថាវណ្ណៈខុសគ្នាព្រោះអីគេនោះវណ្ណៈផ្សេងទៅជីវភាពគេផ្សឹងទៅគាត់នេះបែបនេះអញ្ចឹងណាអញ្ចឹងគាត់គិតថាប្រហែលគេមិនឆ្លើយឆ្លងតបសារគាត់ទេតែបងប្អូននឹងមិនយល់គាត់បញ្ជាក់បងស្រីហ្នឹងគាត់ឆ្លើយឆ្លងនិយាយលេងជាមួយបងប្រុសធម្មតាមិនធម្មតាមិនឆ្លើយឆ្លងហ្នឹងគឺថាលើកទឹកចិត្តទៀតលើកទឹកចិត្តថាធម្មតាសួរនាំទៅមិនដឹងរឿងរ៉ាវគ្នាទៅវិញទៅមកអញ្ចឹងក៏គាត់ប្រាប់ថាគាត់មានបញ្ហាចេះទៅបងស្រីគាត់លើកទឹកចិត្តថាកុំឲ្យបាក់ទឹកចិត្តរឹងមាំឡើងស្រឡាញ់ខ្លួនឯងអញ្ចឹងណាហើយបងប្រុសគាត់លើកទឹកចិត្តទៅបងស្រីវិញដែរថាបើយើងមានបញ្ហាត្រូវតែរឹងមាំអញ្ចឹងទៅហើយព្យាយាមមើលថែជំងឺអញ្ចឹងទៅអញ្ចឹងបងប្រុសក៏គាត់បានមកម្ដងទីពេទ្យមកសួរសុខទុក្ខអញ្ចឹងទៅជាមួយបងប្អូនគាត់អញ្ចឹងណាហើយបងស្រីគាត់ឃើញអញ្ចឹងគាត់សប្បាយចិត្តដែរហើយគាត់ញឹមដាក់ទៅបង្ហួរហ្នឹងណាហើយបង្ហួរក៏គាត់លួចសប្បាយចិត្តនៅក្នុងចិត្តដែរថាអូនមិននឹកស្មានថាគាត់បានជួបមនុស្សស្រីទី1តែគាត់សារភាពដែលធ្លាប់តែបរាជ័យតែឥឡូវមកតាក់តំណងនិយាយលេងក្នុងនាមជាអ្នកស្គាល់ក៏ដែរក៏គាត់អស់ចិត្តដែរព្រោះអីគាត់ដែរមានសង្ឃឹមថាគេនឹងយកគាត់ឬក៏គាត់បានជុំគ្នាស្រឡាញ់គ្នាទេសារគ្រួសារគេធូរធារជាងគាត់ហើយគាត់គឺជាបរិសុទ្ធពុះម៉ាយលែងលះជាមួយប្រពន្ធអញ្ចឹងទៅប្រវត្តិមិនល្អអញ្ចឹងទៅណាហើយជីវភាពក៏ខ្វះខាតរើចិញ្ចឹមតែខ្លួនឯងមិនចង់រស់ផងមានអីទៅចិញ្ចឹមកូនគេអញ្ចឹងទៅអញ្ចឹងបងប្រុសគាត់មានពាក្យពេចន៍ថែមថា
គាត់បានត្រឹមតែឆាតនិយាយលេសួរសុខទុក្ខលើកទឹកចិត្តគេប៉ុណ្ណឹងណាក៏គាត់បានគេងលក់ស្រួលសប្បាយចិត្តអស់ចិត្តដែរប៉ុណ្ណឹងគាត់មិនទាមទារអីលើសប៉ុណ្ណឹងទេតែពេលមួយហ្នឹងបងប្រុសគាត់អត់នឹកស្មានថាពេលមួយហ្នឹងគាត់surpriseភ្ញាក់ផ្អើលមែនតែនអឺបងស្រីក៏សួរដែរថាពីមុនធ្លាប់សួរគាត់ថាព្រមស្រឡាញ់គាត់អត់ចឹងទៅហ្នឹងគាត់ប្រាប់ខ្ញុំអញ្ចឹងណាខ្ញុំនិយាយតាមគាត់ហើយគាត់ថាបងស្រីថាហប់សួរចឹងអត់គាត់ថាហ្នឹងហើយក៏បានចម្លើយថា no ដែរតែពេលហ្នឹងបងប្រុសគាត់ថាគាត់ភ្ញាក់ផ្អើលមែនតើព្រោះពេលហ្នឹងគាត់អស់កម្លាំងគាត់អស់គេហៅថារលុយហត់ណាតែដល់ពេលនឹកស្មានថាបានចម្លើយមកធ្វើឲ្យគាត់ដូចយល់សប្តិចឹងណាគឺបងស្រីគាត់ឆ្លើយថា yes នេះមិនថាទទួលយកម្ដងទៀតហើយទាំងនៅគាត់ថាគាត់អត់នឹកស្មានទេគាត់ថាឲ្យគិតម្ដងទៀតមើលគិតម្ដងទៀតមិនបានត្រូវទទួលយកគាត់ចឹងហើយខ្ញុំអត់អត់ទេគាត់ប្រាប់ថាគាត់អត់អត់ទេគាត់បែកបាក់គាត់ធ្លាប់មានគ្រួសារហើយគាត់មានដល់កូនហើយគាត់អត់មានលុយកាក់ទេគ្មានទ្រព្យសម្បត្តិអីទេមិនបានយកគាត់ចឹងទទួលព្រមយកព្រមជាមួយគាត់ចឹងណាទូកន្លងហួសហើយគាត់ក៏ថារំលឹកស្មានជីវិតឆ្លងកាត់ឧបសគ្គហើយមកជួបរឿងបែបហ្នឹងហើយគាត់នៅទទួលយកបានហើយគាត់ដឹងថាគាត់ខ្លួនឯងយកសັບចឹងទៅដល់ពេលហ្នឹងបងហួរថាបងស្រីឆ្លើយមួយម៉ាត់ថាទទួលយកគ្រប់យ៉ាងមិនថាគាត់ជួបការលំបាកគាត់មនុស្សឆ្លងកាត់ការមានកូនរៀបការទេទ្រព្យសម្បត្តិលុយកាក់ទេគាត់អត់ខ្វល់ទេសង្ខារក្តីស្រឡាញ់នឹងការធៀបតស៊ូស្មោះស្ម័គ្រអំណត់របស់បងហួរហ្នឹងបានបងហួរគាត់និយាយថាពេលហ្នឹងគាត់លឺសម្ដីចេញពីមាត់ខាងនារីម្នាក់ដែលគាត់លួចស្រឡាញ់យូរឆ្នាំហើយសារភាពធប់បរាជ័យហ្នឹងគាត់សប្បាយចិត្តដែរតែគូមិនជាសប្បាយចិត្តអស់ដែរព្រោះអីគាត់នៅខ្វាយខ្វល់ច្រើនថាកូនគេធូធាជាងទៅគាត់នៅតែបារម្ភរហូតខ្លាចថាម៉ាឪគេមិនពេញចិត្តចឹងណាព្រោះធម្មតាកូនពេញចិត្តគ្នាតែនៅម៉ាឪគេមកតង់ទៀតបងប្អូនគេមកតង់ហើយសំខាន់ហ្នឹងម៉ាឪគាត់ទៀតបងហួរថាប្រវត្តិចិត្តមកតង់ទៀតម៉ាឪគាត់បងស្រីគាត់បងប្រុសគាត់នៅគាត់យល់ព្រមអត់ពេលហ្នឹងគាត់សប្បាយចិត្តណាគាត់សប្បាយចិត្តខ្លាំងគាត់នឹកស្មានថាមានដល់ថ្ងៃហ្នឹងណាព្រោះអីការថាការតស៊ូព្យាយាមរបស់គាត់វាឲ្យផលថ្ងៃហ្នឹងណាហើយបងហួរគាត់ថាដែរគាត់ថាមិនបានបងបានមនុស្សដែលគាត់ស្រឡាញ់ហ្នឹងយល់ព្រមស្រឡាញ់គាត់វិញគាត់នៅតែដាក់សញ្ញាសួររហូតគាត់នៅអត់តន់ជឿជាក់ចឹងណាបងប្អូនតែពេលហើយគាត់បញ្ជាក់ថាពេលហ្នឹងគាត់បានតែប្រាប់បងស្រីគាត់ហើយនឹងគ្រួសារគាត់ដែរណាម៉ែគាត់ថាអូយកូនអើយកុំអីគេមានណាស់គេល្អជាងយើងគ្មានទេគ្មានលទ្ធភាពទៅដល់នឹងទេអញ្ចឹងណាហើយបងប្រុសគាត់គ្មានសង្ឃឹមដែរព្រោះម៉ែឪគាត់និយាយចឹងហើយបងប្អូនគាត់មិនជាជំរុញឲ្យយើងទេជំរុញឲ្យទៅនឹងទេគាត់ក៏ថាដែរហើយជាមិនអាចដែរហើយព្រោះអីគ្មានលុយណាទៅចូលទៅដឹងគេប្រកបគេទេព្រោះគាត់តែឆ្លងកាត់រឿងរ៉ាវជីវិតគាត់លំបាកថ្មីតន់ដល់គេហៅថាស្រាខ្លួនខ្លាំងទេតែបានតែប៉ុន្មានភាគរយហើយគាត់ចាប់ដើមអញ្ចឹងគាត់ក៏មិនហ៊ានដាក់ចិត្តដាក់កាយជឿជាក់ថានឹងបានស្រឡាញ់ជាមួយបងស្រីនឹងឬក៏បំពេញម្ដងបងស្រីអញ្ចឹងណាឬក៏គាត់ស្រឡាញ់តែគេថាជីវភាពវាខុសគ្នាបងប្អូនកម្រិតគ្រួសារខុសគ្នាអញ្ចឹងគាត់ថាគាត់ក៏ពិបាកចិត្តដែរហើយគាត់ទៅប្រាប់បងស្រីវិញហើយបងស្រីថាអត់ទេម៉ាឪគាត់ស្រឡាញ់គាត់ម៉ាឪខាងស្រីហ្នឹងស្រឡាញ់គាត់ដែរជាពិសេសប៉ាអញ្ចឹងទៅថាឃើញថាគាត់ហ្នឹងបងហួរហ្នឹងជាកូនប្រុសម្នាក់ជាមនុស្សប្រុសម្នាក់តែជាក្មេងតស៊ូជាមនុស្សប្រុសម្នាក់ដែរប្រឹងប្រែងធ្វើការរកស៊ីអញ្ចឹងទៅហើយអត់ធ្មត់ព្យាយាមរហូតគាត់ឃើញទង្វើល្អកន្លងមកអញ្ចឹងណា
អញ្ចឹងក៏គាត់ស្រឡាញ់ដែរពេញចិត្តដែរហើយម្យ៉ាងកូនស្រឡាញ់គ្នាគាត់មិនចង់បែកបាក់ក្មេងសម័យហ្នឹងទេឲ្យតែកូនពេញចិត្តគ្នាអញ្ចឹងទៅរហូតដល់ពេលហ្នឹងបងហួរក៏គាត់ចាប់ដើមមើលចិត្តបងស្រីក៏ស្រឡាញ់គ្នាជប់ឧស្សាហ៍ជួបគ្នាញ៉ាំអីជាមួយគ្នាណាត់ជាមួយគ្នាទៅនេះទៅនោះអញ្ចឹងណាព្រោះពេលហ្នឹងបងស្រីគាត់អាចជាបានថាគាត់សម្រាកពីសម្រួលគាត់ជាពីជំងឺហ្នឹងទៅដល់ពេលអញ្ចឹងកាន់នៅគេហៅថាអ៊ីស្អំបេះដូងអារម្មណ៍មួយហ្នឹងគឺលែងឯកាលែងពិបាកចិត្តហើយព្រោះអីបានមនុស្សដែលគាត់ស្រឡាញ់ទី1មុននឹងគាត់មានប្រពន្ធហ្នឹងគាត់អាចនិយាយបានថាស្នេហារបស់គាត់ដាក់ចិត្តដាក់កាយលើបងស្រីហើយតែគាត់នៅតែបារម្ភរហូតនេះនឹងការគេថាចូលមកក្នុងជីវិតបងស្រីតែគាត់ជាមនុស្សប្រុសគាត់ត្រូវតែព្យាយាមថាធ្វើម៉េចឲ្យគ្រួសារហ្នឹងអាចដូចចម្រើនឬក៏គាត់អភិវឌ្ឍខ្លួនឯងហ្នឹងទៅហើយពេលហ្នឹងក៏គាត់ដាក់ថ្ងៃគ្រួសារបងស្រីហើយនិងបងប្រុសគាត់បានជួបគ្នាដើម្បីយកថ្ងៃភ្ជាប់ពាក្យចំអីទៅស្រឡាញ់គ្នាទៅហើយគាត់ក៏មើលចិត្តមើលថ្លើមគ្នាបន្ថែមទៅរហូតដល់ថ្ងៃគាត់រៀបការគ្នាទៅហើយបងហួរក៏គាត់និយាយកាត់ត្រង់ហ្នឹងទៅថាបច្ចុប្បន្នប្រពន្ធនឹងគាត់ហ្នឹងរស់នៅជុំគ្នាដោយក្តីសុខធម្មតាទេបងប្អូនអញ្ចឹងសាច់រឿងមួយហ្នឹងបងហួរគាត់បានចែកម្លែកមកហ្នឹងគ្រាន់តែគាត់ចង់បញ្ចេញអារម្មណ៍គាត់រៀបរាប់ពីដតការបស់គាត់ថាគាត់នឹងឆ្លងកាត់រឿងរ៉ាវអីខ្លះហើយប្រហែលជាបងប្អូនប្រិយមិត្តដែលបានស្ដាប់ហ្នឹងក៏មានបញ្ហារឿងរ៉ាវមួយចំនួនឆ្លងកាត់ដូចបងហួរដែរព្រោះអីមនុស្សម្នាក់តែតែមានបញ្ហាវិបត្តិគ្រួសាររឿងខ្លួនឯងអញ្ចឹងបងហួរគាត់បានចែកម្លែកតែប៉ុណ្្នឹងទេហើយក៏admin ក៏សប្បាយចិត្តដែរបានគាត់ចែកម្លែកមកកាន់ admin សាច់រឿងរបស់គាត់ណាដើម្បីគាត់បញ្ចេញអារម្មណ៍ហើយនឹងទៅកាន់ប្រិយមិត្តផ្សេងៗហើយចំពោះរឿងរ៉ាវនេះដែរគំនិត admin ពី admin ទៅ admin លើកទឹកចិត្តទៅថាមនុស្សប្រុសឬក៏មនុស្សស្រីទេបើសិនជាមានបញ្ហាវិបត្តិគ្រួសារវិបត្តិបញ្ហាផ្សេងៗលុយកាក់បំណុលផ្សេងៗអញ្ចឹងណាយើងមិនអាចបោះបង់ខ្លួនឯងឬក៏យើងមិនដែលមិនដោយពេលវេលាបានទេបងប្អូនត្រូវតែងើបឈរឡើងត្រូវតែរឹងមាំត្រូវតែទៅមុខទៀតហើយយើងរកវិធីដោះស្រាយរកផ្លូវដោះស្រាយមួយទៅមួយទៀតព្រោះផ្លូវវាអត់អស់ទេបងប្អូនយើងរកផ្លូវផ្សេងៗទៀតយើងរកទៅត្រូវផ្លូវយើងត្រូវដើរទៀតយើងអាចត្រូវផ្លូវតត្រឹមហ្នឹងទេអញ្ចឹងសាច់រឿងហ្នឹងគឺយើងបញ្ជាក់អប់រំន័យថាឲ្យមនុស្សម្នាក់មានការអត់ធ្មត់តស៊ូរឹងមាំឡើងកុំបាក់ទឹកចិត្តព្រោះអីវាមានតែងតើថាមានជួបមានបែកអញ្ចឹងណាបងប្អូនវាជារឿងធម្មតាជារឿងធម្មជាតិមនុស្សលោកទេអញ្ចឹងសាច់រឿងបងហួរមានតែប៉ុណ្្នឹងទេហើយ admin បើសិនជា admin និយាយទៅមានការខុសឆ្គងប្រការចំណុចកន្លែងណាមួយសូមអភ័យទោសដល់ប្រិយមិត្តដែលកំពុងតែស្ដាប់សាច់រឿងរបស់បងហួរហើយនឹងadmin និយាយទៅរួមមានចំណុចហ្នឹងទៅបងប្អូនថាអូនិយាយទៅអត់សូវច្បាស់និយាយទៅលឿនអញ្ចឹងទៅឧស្សាហ៍ថ្ងៃហ្នឹង admin ដាស់សាយបងប្អូនលើកឯងអញ្ចឹង admin ក៏សប្បាយចិត្តដែរដែលបានបញ្ចេញសាច់រឿងទៅឲ្យបងប្អូនបើសិនជាពេញចិត្តសាច់រឿងហ្នឹងកុំភ្លេចជួយចុច subscribe ហើយនឹងfollow subscribe ហើយនឹង like comment share ទាំងអស់គ្នាដើម្បីបងប្អូនបានទទួលសាច់រឿងថ្មីពី admin ម្ដងទៀតហើយជាចុងក្រោយ admin សូមជូនពរទៅដល់ប្រិយមិត្តបងប្អូនពុកម៉ែបងអស់ទាំងអស់គ្នាជួបតែសេចក្តីសុខរកទទួលទានមានបានហើយសុខសប្បាយសុខសុវត្ថិភាពទាំងអស់គ្នាជួបគ្នាក្នុងវីដេអូក្រោយបាយបាយសូមជម្រាបលា